Ok, sư sinh này có cái này nhưng mà thưa khóc thay một tiết chú này có cái mơ để cái oi mua thay chỉประเภท Dragon Fruit Martini នៅក្នុង Dragon Fruit Martini យើងមានស្រាតែមួយមុខទេហើយយើងមានជាប្រភេទ Vodka Lime Juice ជាមួយ Sugar ហើយជាមួយនឹងសកានេះដែលគេឲ្យថាដែលឲ្យឈ្មោះថាជាប្រភេទ Dragon Fruit អញ្ចឹងខ្ញុំនឹងចាប់ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលហើយសម្រាប់ប្រភេទនេះគឺស្រួលងាយងាយបងហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់ចេះធ្វើអាចធ្វើបានហើយសម្រាប់ខុកថៃនេះដែរវាមានរសជាតិឆ្ងាញ់អញ្ចឹងខ្ញុំនឹងចាប់ដើមជូនអ្នកទាំងអស់គ្នាមើលហើយនឹងមុននឹងចាប់ដើមយើងត្រូវយកកែវម៉ាតានីយកទៅឈៀលជាមួយនឹងទឹកកកសិនដោយសារជាទូទៅស្រាដែលយើងធ្វើជាមួយនឹងកែវម៉ាតានីយើងត្រូវការឈៀលវាឲ្យវាត្រជាក់អូខេអញ្ចឹងខ្ញុំនឹងចាប់ដើមអូខេអញ្ចឹងកែវរបស់យើងឈៀលបែបនេះហើយយើងនឹងចាប់ដើមធ្វើសម្រាប់ Purple Dragon Fruit Martini ជូនអ្នកទាំងអស់គ្នាមើលអូខេអញ្ចឹងខ្ញុំនឹងចាប់ដើមធ្វើអូខេអញ្ចឹងយើងមានផ្លែសកានេះរបស់យើងអញ្ចឹងខ្ញុំយកផ្លែសកានេះពណ៌ក្រហមនេះមកយើងចង់ប្រើប្រមាណក៏បានដែរអញ្ចឹងខ្ញុំចិតវាយើងដាក់វាតាប៉ុណ្នេះបានហើយអូខេអញ្ចឹងយើងចាប់ផ្ដើមម៉ាត់វាដែលយើងយកប្រភេទនេះយកមកម៉ាត់អញ្ចឹងយើងជ្រុំវាបែរហើយទៅចាំយើងដាក់ស្រាអូខេអញ្ចឹងសម្រាប់ Vodka របស់យើងប្រើ Vodka 60 Sugar syrup 10 Lem 15អូខេអញ្ចឹងយើងចាក់ប្រភេទទឹកកកអីចេញដាក់វាមកខាងមុខនេះមកបន្តមកទៀតយើងប្រើជាប្រភេទកន្ត្រងអូខេអញ្ចឹងសម្រាប់ cocktail របស់យើងគឺហើយអីយើងចាប់ដើម degradation ជាទូទៅមុនវីដេអូមុនខ្ញុំអត់សូវធ្វើជា degradation ទេតែសម្រាប់លើកនេះខ្ញុំ decor វាអូខេអញ្ចឹងសម្រាប់ប្រភេទនេះគឺជាប្រភេទ Purple Dragon Fruit Martini អញ្ចឹងយើងធ្វើវាហើយសម្រាប់ប្រភេទ Purple Dragon Fruit Martini យើងប្រើសកានេះក្រហមដើម្បីឲ្យវាឡើងពណ៌បែបហ្នឹងហើយបើសិនជាយើងប្រើពណ៌សវាអត់សូវមានពណ៌ទេអញ្ចឹងយើងប្រើពណ៌ក្រហមជាប្រភេទសកានេះពណ៌ក្រហមអញ្ចឹងពណ៌របស់វាបែបហ្នឹងអូខេអញ្ចឹងយើងហើយ